នៅក្នុងថ្ងៃមុនយើងបានស្គាល់ពីប្រាសាទដែលមាននៅក្នុងខេត្តកំពតនៅក្នុងថ្ងៃនេះយើងចូលដល់ប្រាសាទដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងវិញម្ដងដែលប្រាសាទទី1នេះមានឈ្មោះថាប្រាសាទស្រីឬប្រាសាទព្រះស្រីប្រាសាទស្រីមានទីតាំងស្ថិតនៅក្នុងវត្តគិរីសភ័ណ្ឌហៅវត្តប្រាសាទដែលស្ថិតនៅក្នុងភូមិប្រាសាទឃុំដាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងប្រាសាទនេះមានចម្ងាយប្រហែល126គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយកាត់តាមផ្លូវជាតិលេខ5និងមានចម្ងាយ30គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំងយោងតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាប្រាសាទស្រីជាប្រាសាទដែលមានតួប៉មចំនួន3សង់ឡើងពីឥដ្ឋនិងថ្មភក់ដែលក្នុងនោះមានតួប៉ម2រត់ត្រង់ជួរទន្ទឹមគ្នាពីទិសខាងជើងទៅទិសខាងត្បូងនិងមានមុខបែរទៅទិសខាងកើតរីឯតួប៉មមួយទៀតស្ថិតនៅទិសខាងលិចនិងមានមុខបែរទៅទិសខាងលិចដែរប៉ុន្តែសប្តាហ៍ថ្ងៃក្នុងចំណោមតួប៉មទាំង3នេះនៅសល់តែតួប៉មមួយតែប៉ុណ្ណោះគឺជាតួប៉មមួយក្នុងចំណោមតួប៉មទាំងពីរដែលរត់ត្រង់ជួរគ្នាហើយតួប៉មផ្សេងទៀតបានបាក់រលំអស់ទៅហើយតួប៉មដែលនៅក្នុងសប្តាហ៍ថ្ងៃនេះគឺមានរូបរាងល្អប្រសើរនិងស្រស់ស្អាតដែលមានរាង4ជ្រុងទ្រវែងគោលគឺមានប្រវែងបណ្ដោយ10ម៉ែត្រទទឹង8ម៉ែត្រនិងមានកម្ពស់ប្រហែល15ម៉ែត្រប្រាសាទនេះមានខឿនខ្ពស់សង់ឡើងពីឥដ្ឋមានទ្វារចូលមួយនៅទិសខាងកើតនិងមានទ្វារបញ្ឆោតចំនួន3នៅតាមទិសផ្សេងៗទៀតបើមើលទៅលើទ្វារបញ្ឆោតយើងឃើញថាទ្វារនេះសង់ឡើងពីឥដ្ឋនិងមានលក្ខណៈផុសឡើងពីជញ្ជាំងដែលមើលទៅដូចជាស៊ុមទ្វារនិងនៅលើផ្ទៃទ្វារចំផ្នែកកណ្ដាលមានការលម្អដោយក្បាច់ចម្លាក់ដ៏ស្អាតក៏ប៉ុន្តែមានការខូចខាតផ្នែកខាងក្រោមខ្លះទៅហើយនៅទ្វារបញ្ឆោតនេះយើងឃើញមានសសរពេជ្ររាងមូលដែលមានឆ្លាក់ក្បាច់ចម្លាក់ផ្សេងៗជាច្រើនក្នុងទម្រង់ចិញ្ចៀនដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ហើយនៅខាងលើសសរពេជ្រយើងក៏ឃើញមានផ្តែរដែលសង់ឡើងពីថ្មភក់និងមានក្បាច់ចម្លាក់លម្អផងដែរតែផ្តែរនៅតាមទ្វារទាំងអស់ពុំមានលក្ខណៈដូចគ្នានោះទេហើយផ្តែរខ្លះក៏បានរលុបក្បាច់ចម្លាក់អស់ខ្លះដែរចំពោះសសរផ្អោកយើងឃើញមាននៅតាមគ្រប់ទ្វារទាំងអស់ព្រមទាំងនៅតាមជញ្ជាំងគ្រប់ទិសទាំងអស់ផងដែរដែលនៅលើសសរផ្អោកនេះក៏មានក្បាច់ចម្លាក់រុក្ខជាតិឆ្លាក់យ៉ាងល្អិតល្អន់ក្រៅពីនេះនៅតាមជញ្ជាំងយើងក៏ឃើញមានការលម្អដោយប្រាសាទអណ្ដែតជាច្រើនផងដែររីឯកំពូលប្រាសាទនៅមានសភាពល្អប្រសើរច្រើនតែរងការខូចខាតផ្នែកខាងចុងកំពូលបន្តិចហើយកំពូលប្រាសាទនេះសង់ឡើងពីឥដ្ឋមានរាងជាថ្នាក់ៗដែលមានលក្ខណៈតូចឡើងរហូតដល់ចុងកំពូលដែលការរចនាបែបនេះគឺតំណាងឲ្យភ្នំព្រះសុមេរុដែលជាឋានសួគ៌នៅក្នុងជំនឿសាសនាហើយការលម្អកំពូលប្រាសាទដែលរៀបជាថ្នាក់ៗនេះគឺយកលំនាំតាមសំណង់ប្រាសាទនៃសិល្បៈឥណ្ឌាខាងត្បូងនិងខាងជើងប្រាសាទនេះត្រូវបានអ្នកសិក្សាលើកឡើងថាបើមើលទៅលើរូបថតចាស់ដែលបានថតនៅសម័យអាណានិគមនិយមបារាំងក្នុងឆ្នាំ1938កាលពីតួប៉មប្រាសាទមួយទៀតនៅមាននៅឡើយគេអាចសន្និដ្ឋានថាប្រាសាទទាំងពីរដែលនៅទន្ទឹមគ្នានេះអាចសង់ឡើងនៅក្នុងសម័យកាលខុសគ្នាព្រោះការលម្អនៅលើជញ្ជាំងជាទូទៅរបស់តួប៉មដែលបានបែកបាក់នោះមិនមានលក្ខណៈដូចគ្នាជាមួយនឹងតួប៉មប្រាសាទដែលនៅក្នុងពេលបច្ចុប្បន្ននោះឡើយដូច្នេះប្រាសាទដែលនៅសព្វថ្ងៃនេះអាចជាសំណង់ប្រាសាទដែលសង់បន្ថែមនៅសម័យអង្គរក្នុងរវាងសតវត្សទី10ព្រោះបើមើលទៅប្រាសាទដែលនៅជុំវិញប្រាសាទស្រីនេះច្រើនតែជាសំណង់ប្រាសាទដែលមានតួប៉ម2ដែលតួប៉មមួយតម្កល់ទេពវិស្ណុនិងតួប៉មមួយទៀតតម្កល់ទេពស្រីរស្មីក្នុងសតវត្សទី10ដូចជាប្រាសាទភ្នំប្តីនិងប្រាសាទពន្វាជាដើមយោងតាមក្បាច់ចម្លាក់ដែលឆ្លាក់នៅលើផ្តែរប្រាសាទនេះស្ថិតនៅក្នុងរចនាបថព្រៃក្មេងនិងរចនាបថកំពង់ព្រះហើយប្រាសាទនេះកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5ព្រោះរចនាបថកំពង់ព្រះរីកចម្រើនខ្លាំងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី5នេះឯងហើយបើទោះបីជាពុំមានសិលាចារឹកដែលលើកឡើងចំពោះប្រាសាទនេះដោយច្បាស់លាស់ក៏ដោយក៏ការសិក្សាពីសិលាចារឹកនៅប្រាសាទដទៃទៀតដែលស្ថិតនៅក្នុងសម័យកាលព្រះបាទជ័យវរ្ម័នទី5បានផ្ដល់ព័ត៌មានពីការសាងសង់ប្រាសាទយ៉ាងច្រើននៅក្នុងរជ្ជកាលរបស់ទ្រង់ហើយរឿងព្រេងដែលគេបាននិយាយថាប្រាសាទនេះកសាងដោយព្រះនាងជ័យទេវីនោះគឺជាការពន្យល់បែបប្រពៃណីមួយបែបដែលចង់បង្ហាញពីភាពអស្ចារ្យនិងលក្ខណៈអាថ៌កំបាំងរបស់ប្រាសាទមួយនេះប្រាសាទស្រីត្រូវបានសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា
ដែលជាសាសនាផ្លូវការនៃអាណាចក្រខ្មែរព្រោះប្រាសាទនេះមានកំពូលដែលមានរចនាសម្ព័ន្ធភ្នំព្រះសុមេរុដែលជាគោលការណ៍នៃសាសនាហិណ្ឌូសរុបមកប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងទៀតដែលយើងធ្លាប់បានស្គាល់កាលពីវីដេអូមុនៗគឺប្រាសាទនេះនៅមានភាពរឹងមាំនិងមានសោភ័ណភាពស្អាតក្រៃលែងដែលមើលទៅពិតជាគួរឲ្យចង់ទស្សនាខ្លាំងបំផុតបើមើលទៅលើប្រាសាទនេះដោយការគិតស្រមើស្រមៃពីរូបរាងដែលពេញលេញជាងនេះមិនដឹងថាស្រស់ស្អាតយ៉ាងណានោះទេហើយបើគិតទៅលើស្នាដៃនៃភាពផ្ចិតផ្ចង់និងភាពប៉ិនប្រសប់គឺវាពិតជាអស្ចារ្យខ្លាំងណាស់ដែលបុព្វបុរសខ្មែរយើងអាចកសាងសំណង់ដ៏អស្ចារ្យបែបនេះដើម្បីជាកន្លែងសម្រាប់គោរពបូជាហើយទាំងនេះបានបង្ហាញអំពីជំនឿយ៉ាងមុតមាំទៅលើសាសនាក៏ដូចជាការបង្ហាញពីអំណាចឥទ្ធិពលនិងភាពរុងរឿងព្រមទាំងបង្ហាញពីគំនិតនិងស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនាសម័យនោះដូច្នេះសូមកូនខ្មែរគ្រប់រូបកុំមើលរំលងពីភាពអស្ចារ្យទាំងនេះហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នាបន្តការចូលរួមថែរក្សាលើកតម្កើងនិងជួយផ្សព្វផ្សាយពីប្រាសាទមួយនេះឲ្យបងប្អូនផ្សេងទៀតបានដឹងបានស្គាល់និងយល់ពីតម្លៃនៃសម្បត្តិវប្បធម៌ប្រាសាទបុរាណដ៏ថ្លៃថ្លាមួយនេះផងហើយការការពារនិងការថែរក្សាឲ្យបានគង់វង្សគឺជាគុណតម្លៃនៃយើងទាំងអស់គ្នាដែលបានបន្តការថែរក្សាសម្បត្តិវប្បធម៌បុរាណទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរួមទាំងជំនឿដ៏ស័ក្តិសិទ្ធិនៃសាសនានាសម័យនោះផងដែរប្រសិនបើយើងទាំងអស់គ្នាមិននាំគ្នាថែរក្សាឬលើកតម្កើងនោះទេនោះភាពអស្ចារ្យទាំងនេះវានឹងបាត់បង់នៅថ្ងៃណាមួយមិនខានហើយកូនចៅជំនាន់ក្រោយនឹងមិនបានដឹងថាបុព្វបុរសខ្មែរជំនាន់មុនមានសមត្ថភាពដ៏អស្ចារ្យបែបនេះនោះទេ